បានសរសើរមិនយកទៅអួតម៉ែបែរជាហែកដុតចោលទាំងទឹកភ្នែកឪពុកឃើញតន់ស្ទុះមកសួរថាឈ្មោះអីចង់ដុតផ្ទះមែនមកពីពុកម៉ែក៏មិនទិញទូរស័ព្ទខ្ញុំចឹងខ្ញុំលេងភ្លើងវិញឪពុកខឹងពេកចាប់អាវនាងបោះទៅក្រៅផ្ទះពួកគាត់មិនយកទេកូនស្រីដែលធ្លាប់តែស្ដាប់បង្គាប់មិនក៏ប្រែជាបែបនេះតាមពិតស៊ីស៊ីធ្វើបែបនេះដើម្បីម៉ែទេរឿងគឺថា2ថ្ងៃមុនស៊ីស៊ីចាប់ផ្ដើមធ្វើខ្លួនប្លែកឆ្នាំដែលឪពុកលក់ឈាមទិញនាងបែរជាចាក់ចោលនៅមុខម៉ែដែលកំពុងពុះខឹងពេកក៏វាគូតមួយដៃសួរថាដឹងឆ្នាំនឹងថ្លៃប៉ុណ្ណាអត់ស៊ីស៊ីមើលស្បែកជើងរហែករបស់ខ្លួនថា200នឹងម៉ែប្រាប់ថានឹងជាលុយដែលឯងខំធ្វើការហើយទៅលក់ឈាមទៀតទើបបានមកគាត់ធ្វើគ្រប់យ៉ាងដើម្បីព្យាបាលឯងដឹងអត់ខ្ញុំមិនផឹកទេពិបាកផឹកណាស់ដោយទឹកនំចឹងម៉ែចឹងទ្រាំមិនបានក៏ផ្ទះមួយកំភ្លៀងពេលនោះឪពុកនាងក៏មកដល់ផ្ទះដឹងថាកូនចាក់ថ្នាំចោលអស់រលីងគាត់បើកអាវឲ្យមើលស្នាមបំចូលទាំងនេះដើម្បីថ្នាំមួយចាននឹងមិនក៏កូនឯងចាក់វាចោលខ្ញុំមិនត្រូវការថ្នាំដែលពុកលួចទិញទេឪពុកខឹងពេកដេញឲ្យទៅសំងំក្នុងបន្ទប់ចូលដល់ក្នុងស៊ីស៊ីដកក្រដាសមួយសន្លឹកដែលញញក់អស់ហើយនេះជាលទ្ធផលពិនិត្យជំងឺមហារីកពេទ្យថាព្យាបាលមិនជីទេការពិតម៉ែលាក់នាងរហូតមកតែនាងរើសក្រដាសនេះបានដោយចៃដន្យនាងដឹងថានាងមិនរស់ទេនាងមិនចង់ឃើញឪពុកទៅលក់ឈាមទាទើបនាងធ្វើបែបនេះនាងចង់ឲ្យម៉ែអស់ចិត្តឈប់ព្យាបាលនាងទៅនាងចង់ឲ្យម៉ែស្អប់នាងមុនពេលស្លាប់ធ្វើបែបនេះដល់ពេលនាងផុតទៅពួកគាត់នឹងមិនសូវកើតទុក្ខខ្លាំងឯឪពុកនិងម៉ែវិញម៉ែកំពុងរអ៊ូរឿងស៊ីស៊ីថាចិញ្ចឹមមិនដឹងគុណសោះចាំប្អូនកើតមកយើងត្រូវប្រដៅឲ្យល្អលីពាកទាំងនេះហើយស៊ីស៊ីសប្បាយចិត្តលីទឹកភ្នែកសប្បាយចិត្តដែលផែនការសម្រេចតែកូនឯណាមិនចង់បានក្តីស្រឡាញ់យប់ឡើងនាងដេកកោងខ្លួននិយាយតិចថាស្អប់ខ្ញុំចុះស្អប់ឲ្យខ្លាំងដល់ពេលខ្ញុំស្លាប់ពុកម៉ែនឹងធូរចិត្តជំងឺរើឡើងធ្វើឲ្យនាងឈឺចាប់រហូតហូរទឹកភ្នែកតែនាងមិនហ៊ានស្រែកខ្លាចម៉ែឲ្យហើយបារម្ភស្រាប់តែអ្នកនាំសារម្នាក់លេចមកក្នុងបន្ទប់គាត់កាន់បញ្ជីមរណៈហើយប្រាប់ថាសល់ពេល3ថ្ងៃទៀតស៊ីស៊ីឈឺខ្លាំងពេកលែងចេះខ្លាចខ្មោចហើយថែមទាំងសុំឲ្យយកនាងទៅឥឡូវមកទៅខ្ញុំចង់ឆាប់ទៅតែគេប្រាប់ថាមិនទាន់ដល់ពេលនិយាយចប់ក៏បាត់ខ្លួនទៅស៊ីស៊ីយកភួយគ្រប់ក្បាលដេកយំខ្សឹកខ្សួលក្នុងចិត្តនៅតែគិតថា3ថ្ងៃនេះត្រូវធ្វើយ៉ាងណាឲ្យម៉ែអស់ចិត្តពីនាងព្រឹកស្អែកឡើងពេលហូបបាយនាងយកដៃគោចានពងមាន់ម៉ែឪពុកគ្រាន់តែថាម៉ែឯងមានផ្ទៃពោះត្រូវការជីកកុំរំខាននាងក៏ក្រឡាប់ចានពងមាន់ចោលតែម្ដងឪពុកខឹងឆេវចាប់នាងសួរថាចង់ងាប់អេស៊ីស៊ីហើយក៏ខ្ជាក់ពងមាន់ដាក់ឪពុកវិញវីមកវីឲ្យងាប់ទៅនឹងបានមិនបាច់អស់លុយព្យាបាលទុកលុយចិញ្ចឹមអា2នាក់ក្នុងពោះទៅឪពុកខឹងឡើងញ័រដៃចង់ទះនាងតែប្រពន្ធខាត់តាន់ស៊ីស៊ីរើខ្លួនចេញហើយស្រែកថាទុកលុយធ្វើអីខ្ញុំទៅទិញនំស៊ីនៅសាលាវិញថាហើយនាងរត់ចេញទៅនាងទៅបាត់ឪពុកស្រែកធ្ងោថាកម្មពីអីរបស់គាត់ល្ងាចឡើងស៊ីស៊ីត្រឡប់មកវិញឃើញលុយមួយដុំលើតុឪពុកថាស្អែកយើងទៅពេទ្យធំនាំកូនទៅពិនិត្យទុកអស់ប៉ុន្មានក៏ដោយពុកមិនបោះបង់កូនទេតែសម្ដីឪពុកស៊ីស៊ីស្ដាប់មិនចូលត្រចៀកទេព្រោះនាងដឹងថានេះជាលុយលក់ឈាមរបស់ពុកយកមកព្យាបាលនាងស៊ូទុកទិញទឹកដោះគោឲ្យប្អូនវិញនាងស្ទុះទៅក្តាប់យកលុយទាំងអស់ហើយប្រាប់ពុកថាខ្ញុំយកទៅទិញទូរស័ព្ទមិត្តភក្តិគេមានគ្រប់គ្នាមានតែខ្ញុំអត់អ៊ីចឹងឪពុកឆេះដុំតែម្ដងគាត់ស្ទុះរវីស៊ីស៊ីរត់ទៅក្រៅតែនាងជំពប់ជើងដួលលុយរបាយពេញដីឪពុកយកអំបោះមកវីនាងបណ្ដានិយាយបណ្ដាលុយនេះពុកលក់ឈាមណាម៉ែអញពោះធំខំធ្វើការដើម្បីរកលុយព្យាបាលឯងគ្មានខួរក្បាលសោះហេស៊ីស៊ីរើបំរាស់ហើយស្រែកតបថាមកពីពុកម៉ែមិនកើតមកពីពុកម៉ែក៏គ្មានលុយយកកូនធ្វើអីកើតមកវេទនាសម្ដីនេះចាក់ដោតបេះដូងឪពុកណាស់គាត់ចង្អុលមុខថាចាប់ពីថ្ងៃនេះចាត់ទុកថាគ្មានកូនដូចអញទេស៊ីស៊ីដើរចូលបន្ទប់ទាំងចិត្តទុកទួលនាងលួចបានលុយ100ដែរតែនាងក្តាប់ជាប់ដៃអំបញ្ញមិញអ្នកនាំសារក៏លេចមកម្ដងទៀតឆ្ងល់ថាចិត្តស្លាប់ហើយយកលុយធ្វើអីនាងប្រាប់ថាមិនមែនរបស់ខ្ញុំទេទុកឲ្យប្អូនខ្ញុំក្រោយពេលខ្ញុំទៅអ្នកនាំសារប្រាប់ថាសល់តែ2ថ្ងៃទៀតទេរួចក៏បាត់ខ្លួនទៅស៊ីស៊ីអង្គុយគិតរឿងអំបញ្ញមិញនាងដឹងថាឪពុកប្រកាសជាស្អប់នាងហើយព្រោះគាត់វីនាងខ្លាំងដែរណាស់ល្អហើយមិនអីទេធ្វើបែបនេះពុកម៉ែនឹងលែងនឹកខ្ញុំហើយព្រឹកថ្ងៃបន្ទាប់ស៊ីស៊ីទ្រាំនឹងការជិះចាប់មួយយប់ទៀតនាងដឹងថានេះជាថ្ងៃចុងក្រោយរបស់នាងហើយស្រាប់តែសំឡេងឪពុកនៅក្រៅគាត់នៅតែទិញថ្នាំមកឲ្យនាងគាត់នៅខឹងរអ៊ូថាទិញមកដូចយកមកចាក់ចោលគាត់ស្រែកជេរសម្ដៅបន្ទប់នាងថាក្មេងមិនដឹងគុណស៊ីស៊ីហើយក៏បិទទ្វារថ្នមល្អណាស់ទីបំផុតពុកអស់ចិត្តពីខ្ញុំហើយនាងយកបណ្ណសរសើរពីក្រោមក្រែមមកមើលកាលពីមុនឲ្យតែបានពៀននាងតែងតែរត់មករកពុកមុនគេឪពុកឃើញហើយសប្បាយចិត្តដើរអួតគេពេញភូមិថាជាកូនស្រីគាត់នឹកឃើញរឿងនេះទឹកភ្នែកក៏ហូរមកតែនាងត្រូវតែកំទេចរបស់ទាំងនេះចោលមិនចង់ឲ្យឪពុកឃើញវាទៀតទេឃើញនាំតែនឹករលឹកនាំតែឈឺចាប់ស៊ីស៊ីហែកបណ្ណសរសើរទាំងទឹកភ្នែករួចដុតកំទេចចោលទាំងអស់ស្រាប់តែឪពុកចូលមកទាន់គាត់យកទឹកមកពន្លត់ភ្លើងហើយចាប់អូសនាងបោះទៅក្រៅផ្ទះបិទទ្វារដាក់កន្លេសចិត្តស្របពេលនោះមេឃក៏ធ្លាក់ភ្លៀងយ៉ាងខ្លាំងប្រពន្ធអង្វរឲ្យបើកទ្វារឲ្យកូនឈឺហើភ្លៀងមិនបានទេតែឪពុកចិត្តដាច់ចង់ប្រដៅកូនដែលមិនដឹងគុណម្នាក់នេះគាត់ថាបើងាប់ក៏សំមុខវាដែរសម្ដីទាំងនេះស៊ីស៊ីច្បាស់ណាស់នាងអង្គុយមុខផ្ទះអប់ជង្គង់យំស្ងាត់ទឹកភ្នែកលីទឹកភ្លៀងហូរចុះមកមិនដាច់មួយសន្ទុះក្រោយមកភ្លើងមុខផ្ទះក៏ភ្លឺឡើងអ្នកនាំសារក៏មកដល់ម្ដងទៀតគាត់ថាដល់ម៉ោងហើយគឺបែបនេះស៊ីស៊ីបែរជាញឹមធូរចិត្តទីបំផុតខ្ញុំបានទៅហើយភ្នែកនាងចាប់ផ្ដើមស្រវាំងតែជើងក៏ស្ពឹកតែខ្ញុំមិនចង់ស្លាប់នៅក្រៅទេខ្ញុំចង់ស្លាប់ក្នុងផ្ទះ
នាងក៏ចាប់ផ្ដើមគូសទ្វារស្រែកថាខ្ញុំឃ្លានបាយខ្ញុំចង់ស៊ីសាច់ជ្រូកតែឪពុកនៅខឹងនៅឡើយគាត់ថាឲ្យដេកអត់បាយនៅក្រៅនឹងហើយអ្នកនាំសារសួរថាគិតម៉េចប្រហែលត្រូវស្លាប់នៅក្រៅហើយស៊ីស៊ីប្រាប់ថាឪពុកខ្ញុំចិត្តទន់ណាស់ថាហើយនាងក៏គូសទ្វារទៀតមិនយូរប៉ុន្មានទ្វារក៏បើកស៊ីស៊ីងាកមកញឹមដាក់អ្នកនាំសារឃើញអត់ថាហើយតែឪពុកនាងមើលមកឃើញកូននិយាយម្នាក់ឯងក៏រៀងព្រឺឆ្អឹងខ្នងដែរគាត់មិនគិតច្រើនក៏ហៅឲ្យចូលហើយគំរាមថាបើខូចទៀតនឹងមិនមែនគ្រាន់តែដេកក្រៅផ្ទះទេស៊ីស៊ីដើរចូលទៅក្នុងមុននឹងចូលបន្ទប់នាងសម្លឹងមើលមុខពុកម៉ែឲ្យច្បាស់ព្រោះនេះជាលើកចុងក្រោយហើយមើលចប់នាងក៏ចូលបន្ទប់ខ្លួនឯងនាងដឹងថានាងសល់ពេលតិចណាស់នាងទាញយករោគពណ៌ក្រហមក្នុងទូជាកាដូដែលពុកទិញឲ្យថ្ងៃខួបកំណើតនាងស្រឡាញ់មិនហ៊ានពាក់ដល់ពេលពាក់វារៀងតូចបន្តិចទៅហើយនាងឆ្លុះកញ្ចក់ហើយនិយាយថាពុកទោះវាតូចបន្តិចតែខ្ញុំស្រឡាញ់វាណាស់បន្ទាប់មកនាងមើលទៅភួយនឹកឃើញការពុកបង្រៀនបត់ភួយដំបូងនាងបត់ភួយយ៉ាងស្អាតទុកជាស្នាដៃចុងក្រោយនាងយកសៀវភៅកំណត់ហេតុសឹកទុកក្រោមភួយនិងលុយ100សម្រាប់ប្អូនព្រមទាំងលទ្ធផលពិនិត្យជំងឺទុកឲ្យពួកគាត់បានឃើញរួចរាល់អស់ហើយនាងដេកលើគ្រែរងចាំសេចក្តីស្លាប់ឯពុកម៉ែនៅក្រៅកំពុងដាំបាយស៊ីស៊ីដេកនៅលើគ្រែធំក្លិនម្ហូបស្នាដៃម៉ែគឺសាច់ជ្រូក3ជាន់តែនាងគ្មានសំណាងបានហូបទៀតទេវាសំលេងពុកហៅឲ្យទៅហូបបាយស៊ីស៊ីលហើយស្រាប់តែឈាមហូរចេញពីមាត់បន្តិចទៀតនាងលេងឈឺទៀតហើយម្ហូបឆ្អិនហើយម៉ែដួលដាក់ចានបាត់កូនមិនឃើញស្មានថាវាងុយដេកពេកពួកគាត់យកសាច់ជ្រូកដែលនាងចូលចិត្តទៅដាក់នៅមាត់ទ្វារពេលនេះវិញ្ញាណនាងកំពុងនិយាយថាខ្ញុំមិនចង់បានទូរស័ព្ទទេខ្ញុំក៏មិនចង់ដុតបិណ្ឌសរសើរដែរខ្ញុំស្រឡាញ់របស់អស់នឹងណាស់ខ្ញុំស្រឡាញ់ពុកម៉ែណាស់តែតម្លៃព្យាបាលថ្លៃពេកខ្ញុំជួយសន្សំលុយឲ្យពុកម៉ែណាស់ស៊ូស៊ីស៊ីដល់ម៉ោងហើយហាហាខ្ញុំលែងឈឺហើយមិនបាច់ឲ្យពុកម៉ែពិបាកដោយសារខ្ញុំទៀតទេលាហើយពុកម៉ែលាហើយក្រោកឡើង5ខែទៀតប្អូននឹងកើតហើយស៊ីស៊ីនឹងមានប្អូនលេងជាមួយកូនម្នាក់នេះធ្លាប់តែល្អតែមួយរយៈនេះដូចបដូរចរិតចេះតែធ្វើឲ្យយើងខឹងវាធ្វើឲ្យខ្ញុំខឹងឡើងចុកថ្លើមកាន់តែវាកាន់តែខូចទៅបានហើយកូនវាកំពុងឈឺកុំប្រកាន់វាពេកអីចិត្តចូលឆ្នាំថ្មីហើយសង្ឃឹមថាអ្វីនឹងល្អប្រសើរឡើងឯងថាជំងឺស៊ីស៊ីអាចជាអត់ជាត្រូវតែជាទោះត្រូវលូកខ្លួនលក់ឈាមស្អីក៏ដោយខ្ញុំត្រូវតែព្យាបាលកូនឲ្យជាគ្រួសារយើងសមាជិក5នាក់មិនអាចបាត់មួយណាទេឯងមើលនាគខ្ញុំដេកអាវឲ្យស៊ីស៊ីស្អាតអត់កូនចូលចិត្តពណ៌ក្រហមប្រពន្ធខ្ញុំពូកែណាស់កូនយើងពាក់ទៅប្រកាសជាស្អាតមិនក៏ស្ងាត់ចឹងស៊ីស៊ីឲ្យកុំប្រាប់ថាខឹងរហូតដេកលក់ណាស៊ូស៊ីស៊ីឯងកាន់តែខ្លាំងដៃហើយហ៊ានធ្វើបាតុកម្មអត់បាយផងអេស៊ូស៊ីស៊ីគ្មានសំឡេងឆ្លើយដូចមិនស្រួលទេធម្មតាវាឈឺវាដេកស្រមុកខ្លាំងណាស់មិនក៏ស្ងាត់ជ្រាបចឹងស៊ី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 បើកទ្វារស៊ីស៊ីកូនកាត់អីបើកទ្វារពុកស៊ីស៊ី